អ្នកអរ៉ាល់អ្នកខ្នងផ្សារបានន័យថាគាត់យល់គាត់មានទឹកចិត្តឆន្ទៈគាត់អត់ចង់ទៅរកស៊ីកាប់ឈើទៀតទេពីមុនគាត់រកស៊ីកាប់ឈើយកមកលក់ប្រឈមច្បាប់ផងអីផងឥឡូវគាត់ថាបានចំណូលពីទេសចរគាត់បានច្រើនហើយខែភ្លៀងនេះគាត់រកច្រើនជាងខែប្រាំងដោយសារខែភ្លៀងមនុស្សវាទេសភាពពណ៌បៃតងហើយអាយដាមហួតហាក់មកដែរបាទរដូវបៃតងបាទអាយដាមថ្ងៃនោះខ្ញុំយករដ្ឋមន្ត្រីពីរត្រូវពេលឡើងទៅរដ្ឋមន្ត្រីបរិស្ថានជាប់តសៃដល់ពេលចុះមកវិញរដ្ឋមន្ត្រីទេសចរជាប់តសៃម្ដងជាប់ជង្គង់ម្ដងទៅមើលផ្ទាល់ទើបដឹងទៅមើលផ្ទាល់បានដឹងថាជួនកាលយើងបោះប្លង់នៅលើផែនទីគិតថាកន្លែងហ្នឹងគួរតែវិនិយោគតែដល់យើងចោះទៅមើលផ្ទាល់បានឃើញថាអត់បានទេតែវិនិយោគងាប់ទីមួយបាត់តម្លៃកន្លែងហ្នឹងតែម្ដងគ្មានពីណាមកទៀតទេបើកន្លែងបោះតង់សាធារណៈទៅជារីសតហើយទីពីរសហគមន៍គាត់ពិបាកមានបញ្ហាអញ្ចឹងបានយើងកែភ្លាមហើយយើងមើលភ្លាមសួរគាត់ភ្លាមថាតើគាត់ចង់បានអីគាត់ចង់ទីមួយថាធ្វើម៉េចការពារសិទ្ធិគាត់កុំឲ្យធ្វើអីក៏ដោយបាត់សិទ្ធិគាត់រកស៊ីលើទុកបាទខ្ញុំប្រាប់ថាអត់ទេធ្វើអីក៏ដោយត្រូវរក្សាសិទ្ធិរបស់សហគមន៍គាត់ខ្លាចគាត់ថាំងបើគេមកគេផ្ដាច់មុខគាត់ឈប់ឲ្យពួកខ្ញុំរកស៊ីឥឡូវខ្ញុំលក់បានតិចតួចថាអត់ទេការពារគាត់ចង់បានអីមួយទៀតគាត់ចង់បានហេដ្ឋារចនាសម្ព័ន្ធមួយទៀត